សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកពីការធ្វើឡើង7ទាក់ទងនឹងទី1ការធ្វើ profile នៅលើ Windows Server 2022 ទី2ការធ្វើ logon script ទី3ការធ្វើសរសេរ script ដើម្បីបង្កើត user 200 user ដែលចេញពី Excel ដែលដំបូងយើងធ្វើទៅលើ profile ដែលយើងធ្វើការ config ទៅលើ local profile មុនហើយខ្ញុំធ្វើការបង្កើត folder មួយនៅក្នុង Drive C ដែលខ្ញុំដាក់ឈ្មោះ local profile តេស្តបន្ទាប់មកខ្ញុំទៅបើក MMC ហើយខ្ញុំចូលទៅ domain របស់ខ្ញុំហើយខ្ញុំធ្វើការបង្កើតជាមួយនឹង user មួយសម្រាប់ធ្វើការតេស្តឥឡូវខ្ញុំបង្កើតបានជាមួយ user មួយហើយបន្ទាប់មកទៀតខ្ញុំធ្វើការដាក់ចូលក្នុង profile path ហើយខ្ញុំនឹងធ្វើការ copy path ចេញពី folder ដែលបានបង្កើតមិញហ្នឹងខ្ញុំធ្វើការ copy វាបន្ទាប់មកយកទៅដាក់ក្នុង profile path របស់ user ហ្នឹងមកចុច apply ហើយចុច OK ឥឡូវខ្ញុំធ្វើការ login ជាមួយនឹង user ហ្នឹងចូលខ្ញុំធ្វើការចេញពី Windows Server ហើយយើងធ្វើការចូល Explorer ឥឡូវយើងឃើញថាក្នុង local profile តែយើងមាននៅក្នុង user ហ្នឹងហើយយើង config បាន local profile ហើយឥឡូវយើងដល់ចំណុចទី2វិញយើងធ្វើតាក់ទងនឹង roaming profile ម្ដងហើយឥឡូវនេះខ្ញុំមាន OUIT ហើយនៅក្នុង OUIT ហ្នឹងខ្ញុំមាន group ហើយនឹង user ហើយ user ទាំងអស់ហ្នឹងខ្ញុំបាន add ចូលក្នុង IT group ហ្នឹងហើយដោយបន្ទាប់មកទៀតយើងធ្វើការបង្កើតជាមួយនឹង folder មួយសម្រាប់ធ្វើ roaming profile ដោយខ្ញុំចូលទៅ file explorer ខ្ញុំដាក់វានៅក្នុង Drive C ធ្វើការបង្កើត folder មួយតោះមកខ្ញុំធ្វើការ right click លើវាហើយចុចលើ property rồiខ្ញុំចូលទៅ sharing ហើយ add បាន sharing ហើយខ្ញុំធ្វើការ text លើវាដោយខ្ញុំកែឈ្មោះដាក់ underscore ដែលអត់ចង់ដាក់ដកឃ្លាហើយខ្ញុំដាក់ដុល្លារពីខាងក្រោយតោះមកយើងធ្វើការនៅក្នុង permission ម្ដងដោយខ្ញុំឲ្យវា allow full control ខ្ញុំធ្វើការ apply ចុច apply ម្ដងទៀតចុច OK ហើយយើងធ្វើទៅលើ security ម្ដងហើយយើងធ្វើការចុចលើ advanced ហើយក្នុងនេះយើងឃើញមាន user 2ហើយយើងធ្វើការលុបពីហ្នឹងចោលបើសិនបើយើងទុកពីហ្នឹងនោះ user ទាំងអស់នៅក្នុង domain ហ្នឹងអាចធ្វើការ access បានដើម្បីធ្វើការ disable inheritance វិញបន្ទាប់មកយើងធ្វើការលុប user ទាំងពីរបន្ទាប់ពីបានលុបខ្ញុំធ្វើការ add ជាមួយនឹង IT group ហើយខ្ញុំធ្វើការដាក់ IT group ចូលតាមទៀតចំពោះ select type ខ្ញុំធ្វើការ allow វាហើយ apply ធ្វើការដាក់ on folder only តោះមកខ្ញុំធ្វើការ text លើពីខាងក្រោមនេះតោះមកចុច OK ខ្ញុំចុច apply យកមកតោះមកទៀតយើងធ្វើការ copy path របស់ network ហ្នឹងយើងធ្វើការ copy វាទៅ path នៅក្នុង user profile របស់យើងពេលចូលទៅ profile ហើយយើងធ្វើការ path ជាមួយនឹង network path ហ្នឹងចុះ
ខ្ញុំធ្វើការបន្ថែមលើ path ហ្នឹងដោយដាក់ /% ហើយនឹង username ហើយនឹងភាគរយនៅខាងក្រោយដើម្បីឲ្យវាចាប់យកឈ្មោះរបស់ user ហ្នឹងដើម្បីទៀតពី user ទៀតខ្ញុំធ្វើការដាក់វាទាំងពីរមកដែលខ្ញុំ select វាទាំងពីរហើយធ្វើការចូល profile ហើយ take លើ profile path ហើយ path ទៅដូចគ្នាដោយថែម // ហើយភាគរយ username ហើយភាគរយនៅកន្ទុយមក apply ឥឡូវយើងសាកឆែកមើលតើវាអាចចាប់ឈ្មោះបានហើយឬអត់ឥឡូវយើងវាអាចចាប់ឈ្មោះបានហើយបន្ទាប់មកទៀតយើងធ្វើការចូលទៅមើលក្នុង folder roaming យើងហ្នឹងហើយនៅក្នុងហ្នឹងយើងអត់ឃើញមេទាំងអស់ដោយសារតែ user ហ្នឹងមិនទាន់បាន login ចូលតែពេលដែលយើងយក user ហ្នឹង login ចូលនៅវានឹង load folder user ហ្នឹងនៅក្នុងហ្នឹងហើយខ្ញុំធ្វើការ login user ចូលមួយសិនឥឡូវយើង login បានហើយឥឡូវយើងចូលទៅមើលក្នុង Windows Server វិញនៅយើងនឹងឃើញនៅ folder របស់ user ហ្នឹងមកផងឥឡូវខ្ញុំចូលទៅមើលក្នុង folder របស់ user ហ្នឹងពេលធ្វើការ check your security tab ហើយបើខ្ញុំចុចលើ advanced ហើយចុច continue ទៀតតើបងធ្វើការ change ជាមួយនឹង owner ដែលខ្ញុំធ្វើការដាក់ជាមួយនឹង administrator ដែលផ្ទៃមាន A ហើយតើបងចុច OK ចំពោះកន្លែងនេះខ្ញុំមិនធ្វើការ tick ទេដល់ខ្ញុំសាកធ្វើឲ្យតែពេលខ្ញុំ tick ខ្ញុំមិនអាចចូលមើលនៅក្នុង user នោះបានទេតែពេលដែលខ្ញុំដក tick ហ្នឹងខ្ញុំអាចចូលមើល user នោះបានហើយចុច apply ចុច OK តើបងចុច OK ហើយបិទវាហើយចូលវាម្ដងទៀត continue ឥឡូវនៅក្នុងហ្នឹងវាអត់មានអីទេដោយសារតែ user ហ្នឹងអត់បាន log out ចេញមកវិញឥឡូវយើងសាក log out មកវិញបន្ទាប់ពីយើង sign out ចេញហើយយើងចូលទៅមើលក្នុង Windows Server វិញឥឡូវយើងអាចចូលទៅមើល user ហ្នឹងបានហើយដល់យើងអាច access ហើយមើលអ្វីៗនៅក្នុង user ហ្នឹងបានហើយចំណុច roaming profile ចប់តែប៉ុណ្ណេះឥឡូវយើងចូលដល់ mandatory profile ម្ដងហើយខ្ញុំចូល roaming profile ហើយខ្ញុំចង់ធ្វើទៅលើ user មួយហ្នឹងឥឡូវយើងធ្វើការ check view ហើយ check option ហើយខ្ញុំធ្វើការ check view មួយទៀតហើយធ្វើការដូរវាហើយខ្ញុំធ្វើការដក text ពីរនេះចេញហើយធ្វើការ apply តើបងវានឹង load file anti user ដល់ដាតតើបងយើងធ្វើការដូរពីដាតខ្ញុំដាក់ជា main វិញឥឡូវខ្ញុំធ្វើការចេញទៀត folder នឹងសិនដូចខ្ញុំធ្វើការ right click លើវាហើយចុចលើ property ហើយចូលទៅ security ហើយចុច advanced ខ្ញុំធ្វើការ change វាដាក់លើ user វាវិញហើយមានឈ្មោះកែវរក្សាហ្នឹងបន្ទាប់មកខ្ញុំធ្វើការ apply ហើយខ្ញុំធ្វើការ remove នៅ administrator ចោលមកធ្វើការ add ម្ដងទៀតបាទដាក់ user របស់ folder ហ្នឹងតើមកខ្ញុំធ្វើការ take ឲ្យវា full control តើមកចុច OK ហើយចុច apply ធ្វើការចូលទៅ user ម្ដងខ្ញុំធ្វើការ login ចូលតើមកធ្វើការ check ចង់ដឹងថា user ហ្នឹងជា mandatory ឬអត់មកធ្វើការ press window ហើយនៅការវាយ comment ហ្នឹងតើមកធ្វើការ log ជាមួយនឹង administrator យើងចូលតើមកចូល advanced ហើយចុច setting តើមកយើងទៅមើល user ហ្នឹងថាជា mandatory profile ឬអត់ឥឡូវ user ហ្នឹងបានជា mandatory profile ហើយឥឡូវយើងធ្វើការទៅលើ temporary profile ម្ដងខ្ញុំធ្វើការ right click ហើយចុច property ខ្ញុំធ្វើការកែ path profile path របស់ user ហ្នឹងបន្តិចតើបងចុច
អូខេចូលទៅ Windows user ម្ដងដើម្បីខ្ញុំធ្វើការ login ទៅលើ user ផ្សេងពី user ដែលខ្ញុំបានកែ path មិញហ្នឹងតមកធ្វើការ press Windows O ហើយធ្វើការវាយពាក្យ cdm.cpl តមកធ្វើការ login administrator យើងដើម្បីធ្វើការ log ទៅលើ user ដែលយើងបានកែ path មិញហ្នឹងបន្ទាប់មកធ្វើការ delete ទៅលើ user ដែលយើងបានកែ path មិញហ្នឹងបន្ទាប់មកខ្ញុំធ្វើការ sign out ចេញហើយធ្វើការ login ចូលទៅកាន់ user ដែលយើងបានកែ path មិញហ្នឹងបន្ទាប់មកខ្ញុំធ្វើការ press Windows O ធ្វើការវាយ cdm.cpl ម្ដងទៀតធ្វើការ login administrator យើងចូលយើងធ្វើការចូល advanced ហើយចូល setting តមកយើងនឹងឃើញ user ហ្នឹងបានក្លាយទៅជា temporary ចូលទៅចំណុចមួយទៀតយើងធ្វើការទៅលើ fs log key ម្ដងហើយយើងធ្វើការចូលទៅលើ browser ដើម្បីធ្វើការ download ជាមួយនឹង fs log key ហើយយើងធ្វើការ search fs log key តមកខ្ញុំធ្វើការចុចទៅលើគេហ្នឹងខ្ញុំធ្វើការ scroll ទៅក្រោមត្រូវឃើញកន្លែង download log key cloud version ហ្នឹងតោះ download ពេញហើយខ្ញុំធ្វើការទៅ install ពេលយើងធ្វើការទៅ extract វាមុនតែធ្វើការ extract លើ zip file ហ្នឹងដល់ពេលទៅ extract ហើយវាចេញឲ្យយើងមាន folder x4 ហើយនឹង fs log key adml និង admx ហើយនឹង file readme ផងដែរតោះមកធ្វើការចូល x64 ហ្នឹងហើយធ្វើការ install ទាំងពីរហ្នឹងបន្ទាប់មកធ្វើការ copy ទៅលើ file admx មុនដែលខ្ញុំចូលទៅកាន់ drive C ហើយចូល Windows តមកដើរដល់ folder policy definition ខ្ញុំធ្វើការចុចលើ folder ហ្នឹងតមក path file admx លើហ្នឹងបន្ទាប់ពី path ហើយយើងធ្វើការទៅ copy file adml ម្ដងចូលទៅដល់ folder ដដែលដល់ខ្ញុំចូល Windows ទៅហើយដល់ policy definition ដដែលបន្ទាប់មកយើងធ្វើការ path file adml នៅកន្លែងហ្នឹងតោះខ្ញុំធ្វើការបិទវាចោលបន្ទាប់មកទៀតធ្វើការ press Windows O ហើយវាយ gpmc.msc បន្ទាប់មកវាចេញផ្ទាំងបែបនេះខ្ញុំធ្វើការបើក foreign ខ្ញុំហើយធ្វើការចូល domain ហើយទៅបើក OU របស់ខ្ញុំបើកធ្វើការលើ OUIT បន្ទាប់មកខ្ញុំធ្វើការបង្កើតទៅលើ GPOពីបង្កើតបានហើយខ្ញុំធ្វើការ right click លើវាហើយចុច edit
ហើយធ្វើការចូល policy ចូល administrator ហើយចូល SS login ធ្វើការចុចបើក profile container ហើយធ្វើការ enable វា double click លើវាមកតមកធ្វើការ enable វាហើយធ្វើការ enable វាកន្លែងនេះមួយទៀតតមកធ្វើការចុច apply ហើយចុច OK តមកទៀតយើងទៅ enable នៅ VHD location មកការ enable វាហើយធ្វើការដាក់ VHD location ហើយខ្ញុំធ្វើការបង្កើត folder មួយខ្ញុំចូលទៅ File Explorer ហើយខ្ញុំធ្វើការបង្កើត Drive C ខ្ញុំដាក់ឈ្មោះថា SS Login មកធ្វើការ right click លើវាចុចលើ property ហើយចូល sharing ទៅ advanced ធ្វើការ tick លើវាតមកខ្ញុំធ្វើការចុចទៅលើ apply យ៉ាងហ្មង permission ខ្ញុំអត់ដាក់ទេខ្ញុំទៅ cancel វិញចុច OK យ៉ាងហ្មងហើយធ្វើការ copy path របស់វាខ្ញុំដាក់ក្នុង VHD location តមកខ្ញុំ path ចូលហើយខ្ញុំធ្វើការ apply ចុច OK ឥឡូវ SS login យើងទៅបានរួចរាល់ហើយដែលយើងចូលដល់ចំណុចមួយទៀតគឺនឹង log on script ដែលយើងធ្វើជាមួយនឹងការ map drive សម្រាប់ធ្វើការ share folder ហើយខ្ញុំធ្វើការបង្កើត folder មួយដាក់ថា share folder តមកធ្វើការ right click ចូល property ចូល sharing ចុចលើ advanced sharing តមក tick លើវាខ្ញុំធ្វើការ apply ចុច OK ចឹងមកធ្វើការ copy path របស់វាហើយខ្ញុំមានជាមួយនឹង script មួយធ្វើការ map drive ខ្ញុំធ្វើការpass ជាមួយនឹង path វាចូលដូចនេះជា syntax របស់វាហើយនេះជា drive មានដូចជា SE អីហ្នឹងតមកខ្ញុំធ្វើការ save as វាជា file BAT ឥឡូវខ្ញុំធ្វើការតេស្តជាមួយនឹង file ហ្នឹងថាវាដំណើរការអត់ឥឡូវធ្វើការចុចលើវាលើ file ហ្នឹងដំណើរការធម្មតាទេហើយយើងបានជាមួយ map drive មួយឥឡូវធ្វើការ disconnect វាវិញតមកទៀតយើងធ្វើការពី file ហ្នឹងដាក់ចូល drive C ចូល Windows បន្តមកទៀតយើងទៅដាក់ syswall ដែលជាសតអស់ហើយ syswall ទៀតចូលទៅកាន់ domain របស់យើងហើយចូល script ឲ្យ pass វាចូលទៅក្នុងហ្នឹងឥឡូវយើងចូលទៅ MMC យើងវិញយើងធ្វើការដាក់ជាមួយនឹង file logon script ហើយយើងចូលទៅកាន់ MMC យើងហើយធ្វើការ right click លើ user ណាមួយទៅ property ចូល profile ធ្វើការសរសេរឈ្មោះ file map ដែលយើងបង្កើតហ្នឹងដាក់នៅក្នុងហ្នឹងតោះធ្វើការចុច apply ចុច OK តមកយើងចូលទៅ Windows Client យើងម្ដងខ្ញុំធ្វើការ login ចូលបន្ទាប់ពី login បានហើយយើងធ្វើការចូល File Explorer យើងថាមាន map drive អត់នៅ map drive យើងបង្កើតបានជោគជ័យហើយនៅចូលទៅចំណុចចុងក្រោយយើងធ្វើការសរសេរ script ដើម្បីបង្កើត user 200ចេញពី file Excel ដោយដំបូងខ្ញុំធ្វើការ refresh ថា user របស់ខ្ញុំមានតែប៉ុណ្្នឹងទេតោះមកខ្ញុំមាន2 file មាន user Excel ហ្នឹងហើយនឹង file script របស់យើងដែលមានឈ្មោះ create Excel តោះមកខ្ញុំធ្វើការ run ជាមួយ PowerShell ហើយដំបូងយើងធ្វើការ install ជាមួយនឹង module import Excel សិនហើយអ្វីមិនបាននឹងមកតោះមកចុច enter ហើយរងចាំឲ្យវាដំណើរការសិនឥឡូវយើង install បានហើយឥឡូវខ្ញុំចូលទៅកាន់ file ហ្នឹងដើម្បី run ហើយខ្ញុំធ្វើការចូលក្នុង CD ទៅកាន់ download ហើយខ្ញុំធ្វើការរើស file ហ្នឹងខ្ញុំ run
Đây đã phép vay tạo comment đằng máu nó thực là enter ở rung trong về tận ra cho xem profile script សម្រាប់បង្កើត user ហើយនឹង file link user នៅក្នុង Excel ហ្នឹងខ្ញុំនឹងធ្វើការដាក់ link ឲ្យអ្នកភេទ download នៅក្នុង comment បាទឥឡូវវេទនាការចប់ហើយយើងចូលទៅកាន់ OU យើងថា user យើងបានបង្កើតឬអត់ឥឡូវធ្វើការ refresh មកហើយ script យើងបានបង្កើតបាន200 user ហើយ